សួស្តីបងប្អូនទាំងអស់គ្នាមិនហើយឆ្នាំថ្មីសុខសប្បាយសុខទុក្ខយ៉ាងណាដែរបើសម្រាប់ខ្ញុំវិញគឺមិនបាច់និយាយទេវីដេអូនេះមិននឹកស្មានថាថតចេញបានថតផងប៉ុន្តែថតដើម្បីសរសើរពីផ្លូវចិត្តខ្លួនឯងចាស់មួយឆ្នាំទៀតចូលឆ្នាំថ្មីមួយឆ្នាំទៀតមើលឃើញថាផ្លូវចិត្តខ្លួនឯងគឺកាន់តែរឹងមាំទៅដូចគ្រឹះប្រសានគោវត្តអញ្ចឹងជួបរឿងអីល្មមគឺថាមិនងាយបាក់ទឹកចិត្តទេដោយសារការងារត្រូវតែធ្វើបន្ទុកគឺយើងនៅតែត្រូវទទួលខុសត្រូវអញ្ចឹងហើយមានបញ្ហាអីសេតែមួយផ្លែត5នាទី10នាទីបានហើយក្រោកឈរឡើងគឺធ្វើម្ហូបថតវីដេអូធម្មតាថ្ងៃនេះក្រថាធ្វើម្ហូបបែបងាយៗបន្តិចទៅតាមអារម្មណ៍មានបងប្អូនណាដូចខ្ញុំអត់ពេលខ្លះជួបរឿងមិនសមប្រកបឬអត់សប្បាយចិត្តសែតគឺសែតហើយតែចិត្តមួយទៀតនឹកឃើញថាអ្នកខ្លះគាត់ពិបាកជាងយើងទៀតមើលបងតាហ៊ានជួមុខមើលបងជន់ភាសឹកមើលគឺគាត់តស៊ូណាស់អញ្ចឹងរឿងខ្លះក្នុងជីវិតអត់បានដូចចិត្តអត់សមប្រកបអត់មានអីត្រូវសែតទេធ្វើតទៀតក្រោកឡើងតទៀតអញ្ចឹងឆ្នាំថ្មីនេះសម្រាប់ខ្ញុំគឺទទួលស្គាល់ថាខ្លួនឯងគឺរឹងមាំជាងមុនទៀតបងប្អូនអើយអាទិត្យទី1នៃឆ្នាំ2026ចូលបងប្អូនទាំងអស់គ្នាវិញបងប្អូនណាខ្លះមិនទាន់ដាច់អាឡ័យឆ្នាំចាស់អត់ហ៊ានចូលឆ្នាំថ្មីសម្រាប់ខ្ញុំវិញគឺថានៅតែសប្បាយចិត្តចូលឆ្នាំថ្មីដោយសារអីសល់តែ2អាទិត្យទៀតខ្ញុំទៅនៅខ្មែរហើយមកនៅស្រុកគេ7-8ឆ្នាំហើយត្រឡប់ទៅខ្មែរវិញរស់នៅជួបជុំម៉ាក់ប៉ាក្រុមគ្រួសារក៏សប្បាយចិត្តដែរតែចិត្តមួយទៀតក៏នឹកឃើញដល់ម៉ាក់ក្មេកដូចគ្នាប៉ុន្តែមិនអីទេបងប្អូនអើយតែប្រទេសយើងមានសន្តិភាពទៅម៉ាក់ក្មេកខ្ញុំក៏អាសាទៅលេងខ្ញុំនៅខ្មែរដូចគ្នាព្រមម្ដាយឪពុកមិនថាខាងណាទេចង់តែឃើញកូនមានក្តីសុខសប្បាយរីករាយនឹងឯងនិយាយឡើងវីដេអូនេះគឺថាអត់ដឹងនិយាយពីអីទេព្រោះចង់បង្ហាញបងប្អូនថ្ងៃនេះខ្ញុំបានសម្លម្ជូរគ្រឿងសាច់ជ្រូក3ជាន់ហើយខ្ញុំអ្នកសៀមរាបទៅលបសម្លម្ជូរគ្រឿងដាក់ខ្ទិះដូងបន្តិចដែរគួនវិញគឺខ្ញុំដាក់តែម្ពុះទេគឺថាឆ្អិនហើយញ៉ាំបដាគឺកាន់តែរំភើបទៅបដាជួបរឿងអីក៏មិនសូវថ្មីដែរពួកអីចិត្តដល់ថ្ងៃទៅនៅខ្មែរដូច្នេះហើយយើងចិត្តបានជួបគ្នាណាបងប្អូនបិទភ្នែកបើកភ្នែកពីអាទិត្យទៀតហ្នឹងគឺខ្ញុំរើវ៉ាលីទៅនៅស្រុកខ្មែរវិញហើយបានបេះបន្លែបេះប្លុកក្នុងភូមិធ្វើម្ហូបមិនដឹងក្តីសុខប៉ុណ្ណាទេឥឡូវសូមញ៉ាំម្ហូបកែច្នៃបែបម្ហូបខ្មែរនៅអាល្លឺម៉ង់តទៀតសិនហើយនេះមួយថ្ងៃនេះគឺថាតែជាក់ធ្លាក់តកកបងប្អូនបានសឡំម្ជូរញីកម្ទេសហឹលហ្នឹងគឺជាតិណាស់ចុះញ៉ាំឡើងមើលមុខខ្លួនឯងទៅមួយរយៈនេះគឺថាអត់ដែរបាន make up ធ្វើខ្លួនអីត្រឹមត្រូវទេដោយសារយើងអត់សប្បាយចិត្តប៉ុន្តែមុខគឺនៅតែភ្លឺលងធម្មតាដោយសារពិបាកចិត្តអត់សប្បាយចិត្តប៉ុណ្ណាក៏មិនភ្លេចថែខ្លួនដែរពិបាកចិត្តអីក៏មកសម្រស់កាន់តែយ៉ាប់ទៀតបងប្អូនហើយមួយវិញទៀតក៏ជាផ្នែកនៃការងារយើងដែរថតវីដេអូថតអីហ្នឹងចឹងហើយបងប្អូនកុំភ្លេចមើលឲ្យដល់ចប់ណាខ្ញុំមួយអាទិត្យ2ទៅ3ដងអត់ដែរចោលទេជាមួយនឹង Clay Mask Felix ដោយសារតែ Clay Mask នេះគឺជួយច្រើនសម្រាប់បងប្អូនដែលមានបញ្ហាមុនបញ្ហាស្នាមយើងលាបនៅលើមុខយើងទុកតែ15ទៅ20នាទីទៅគឺស្ងួតហើយបងប្អូនឲ្យលាងមុខចេញក៏បានយកកណាត់ជ្រលក់ទឹកក្តៅអ៊ុនយកបញ្ជូតចេញក៏បានដែរបើថាប្រភេទមុនក្បាលសក្បាលខ្មៅនៅតាមច្រមុះវិញគឺបងប្អូននឹងឃើញថាជ្រុះមកតាមកណាត់ហ្មងហើយមុខយើងតែមានមុន make up អត់ចូលគឺអត់ស្អាតទេក្រៅពីហ្នឹងថែម mask ស្លឹកផងបងប្អូនដោយបញ្ចូលវីតាមីនឲ្យមុខចឹងជំរុះមុនតាមច្រមុះមុនក្បាលសមុនក្បាលខ្មៅបិទ mask បន្ថែមទៀតបញ្ចូលវីតាមីនឲ្យមុខដល់សំណើមឲ្យមុខជាពិសេសខែត្រជាក់ធ្លាក់ខ្យល់ឬបងប្អូនដែលខានថែទាំខ្លួនមួយរយៈដូចខ្ញុំមានអារម្មណ៍ថាមុខយើងស្ងួតណាស់ហើយស្ងួតមិនបាច់ចាំថាតែ make up ទេតែ skin care ក៏យើងលាបចង់ចូលផងបិទ mask ទៅបងប្អូនតែ15ទៅ20នាទីបកមកគឺមានអារម្មណ៍ថាមុខយើងភ្លឺអាឡូមានសំណើមជួយផ្ចិតរនញើសជួយបំបត្តិស្លាកស្នាមទៀតក្រៅពីហ្នឹងបើថាថ្ងៃស្អែកបងប្អូនត្រូវ make up ត្រូវអីដាក់ទៅគឺចូលមុខយើងផ្លុកតែម្ដងត្រូវលាប skin care លាបអីក៏ឲ្យវាចូលមុខតាមនឹងដែរអញ្ចឹងកុំភ្លេចថែសម្រស់ទាំងអស់គ្នាបងប្អូនឆ្នាំថ្មីខ្ញុំឥឡូវបុកថែខ្លួនវិញបន្តិចហើយមួយរយៈនេះរៀងបាក់បៀខ្លាំងដែរចិត្តទៅខ្មែរផងខ្លាចបងប្អូនមើលលេងស្គាល់និយាយលេងទេបងប្អូនឥឡូវដល់វគ្គបងម៉ៃភ្លក់ស្លយើងម្ដងឲ្យមានដៃមួយឲ្យតែមួយអត់ឲ្យទាំងពីរមកពីក្បាលពីត្រូវជប់ញ៉ាំបងម៉ៃចូលចិត្តណាស់មកជួគ្រឿងតកួនណោះតែខានធ្វើយូរហើយពួកខ្ជិលធ្វើគ្រឿងហ៎អញ្ចឹងបងប្អូនវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងយើងជួបគ្នាឆាប់នៅស្រុកខ្មែរបងប្អូនចង់ឃើញខ្ញុំទៅខ្មែរទៅណាមុនគេធ្វើម្ហូបអីមុនគេឬក៏ញ៉ាំអីមុនគេអាច comment ប្រាប់បដាបានណាព្រោះខ្ញុំគៀកមែនតែនទៅគឺថារត់នឹកមិនសូវឃើញទេឥឡូវនេះមិនដឹងថាបត់កៅអៅបត់អីវ៉ាន់ហ្នឹងយកអីទៅខ្លះផងតែខ្វះក៏ជាងគេទៅដល់ខ្មែរប៉ះចំខែស្វាយផ្លែហើយអញ្ចឹងជួបគ្នាឆាប់បងប្អូនសូមជម្រាបលាបាយបាយ